អូខេសួស្តីអ្នកគ្នាស្វាគមន៍កាន់វីដេអូថ្មីជាថ្ងៃនេះខ្ញុំធ្វើការចែកម្លែកមេរៀនមួយគឺរបៀបភ្ជាប់កុំព្យូទ័ររបស់យើងទៅ TV អញ្ចឹងហ្នឹងវាមានវិធីច្រើនដែលយើងអាចធ្វើការភ្ជាប់ពីបានអញ្ចឹងវិធីដែលខ្ញុំលើកយកមកថ្ងៃហ្នឹងគឺមានពីរទីមួយគឺយើងភ្ជាប់តាមរយៈ casting ហើយទីពីរយើងអាចប្រើខ្សែធម្មតា HDMI ឬក៏display port ហ្នឹងទៅអាហ្នឹងខ្សែទៅលើតាម version របស់កុំព្យូទ័ររបស់អ្នកគ្នាទូទស្សន៍ឬក៏កុំព្យូទ័ររបស់អ្នកគ្នាហើយយើងអាចភ្ជាប់វាជាមួយនឹង Wi-Fi តាមរយៈ Wi-Fi ឲ្យស្គាល់គ្នាផងដែរអូខេអញ្ចឹងរបៀបទី1គឺតទៅនឹង casting អញ្ចឹង shortcut key អ្នកគ្នាគ្រាន់ធ្វើការចុច window OK ទៅអារូប icon ណាអ្នកគ្នាអារូប icon នេះរូបនេះ window OK អាហ្នឹង casting អញ្ចឹងអានេះដោយសារតែខ្ញុំអត់មានទទួលនៅចិត្តហ្នឹងអញ្ចឹងនេះបើសិនបើមានទទួលនៅចិត្តហ្នឹងវានឹងបង្ហាញទទួលបង្ហាញ model ទទួលបង្ហាញលើហ្នឹងឥឡូវគេហៅថា Samsung X200 វាបង្ហាញនៅកន្លែងហ្នឹងអញ្ចឹងអ្នកគ្នាគ្រាន់ធ្វើការចុចកន្លែងហ្នឹងទៅកន្លែងទទួលហ្នឹងទៅបានហើយអូខេអញ្ចឹងបន្ទាប់ពីអ្នកគ្នាភ្ជាប់ហើយអូខេភ្ជាប់ហើយអញ្ចឹងអ្នកគ្នាអាចមានជម្រើសពីរអាចធ្វើការ duplicate screen ឬក៏ extend screen អញ្ចឹងអ្នកគ្នាគ្រាន់ចុចមួយទៀតគឺ window P អូខេ window P នេះអញ្ចឹងអ្នកគ្នាអាចធ្វើការយក duplicate មានថាកុំព្យូទ័ររបស់អ្នកគ្នានិងទូរទស្សន៍របស់អ្នកគ្នាគឺចេញដូចគ្នាប៉ុន្តែតម្លៃ extend មានន័យថា screen ទូរទស្សន៍និង screen កុំព្យូទ័រគឺផ្សេងគ្នាឥឡូវគេហៅថាខ្ញុំយក extend ហ្នឹងទៅអញ្ចឹងអ្នកគ្នាអាចធ្វើការ off វីដេអូណាដែលអ្នកគ្នាចង់ display នៅលើទូរទស្សន៍ចេញពីកុំព្យូទ័រទៅអាហ្នឹងគឺអាស្រ័យលើអ្នកគ្នាអញ្ចឹងអាហ្នឹងអ្នកគ្នាអាចធ្វើការ drive បានហើយរបៀបមួយទៀតគឺ easy មានថាគ្រាន់អ្នកគ្នាមានខ្សែHDMI មកអញ្ចឹងគ្រាន់មានខ្សែ HDMI អ្នកគ្នាគ្រាន់ connect មួយកុំព្យូទ័ររបស់អ្នកគ្នាទៅទូរទស្សន៍ទៅបានហើយហ្នឹងអាស្រ័យទៅលើថាតើកុំព្យូទ័រឬក៏ទូរស័ព្ទឬក៏ទូរទស្សន៍ហ្នឹងវាមាន HDMI ឥឡូវឧទាហរណ៍ថាខ្ញុំ HDMI ខ្សែអញ្ចឹងអ្នកនេះឧទាហរណ៍ example មួយ HDMI cable នេះអញ្ចឹងអ្នកគ្នា HDMI គឺវាអញ្ចឹងអ្នកគ្នាគ្រាន់តែធ្វើការដោតអាហ្នឹងជាមួយនឹងកុំព្យូទ័ររបស់អ្នកគ្នាទៅអញ្ចឹងវាធ្វើការបង្ហាញហើយវាធ្វើការបង្ហាញរូបភាពចេញពីកុំព្យូទ័រ link ចូលទទួលហើយអញ្ចឹងអ្នកគ្នាអាច on laptop អញ្ចឹងអាហ្នឹងវាស្រួលរហូតទេនេះកន្លែងនេះអ្នកគ្នារូបវាអញ្ចឹងទាំងទទួលទាំងអីគឺវាចេញអញ្ចឹងដូចគ្នាទាំងទទួលក៏មាន port លក្ខណៈបែបហ្នឹងហើយទាំង laptop យើងក៏មានលក្ខណៈបែបហ្នឹងអាហ្នឹងគឺ HDMI អូខេអរគុណអ្នកគ្នាអញ្ចឹងមេរៀនថ្ងៃនេះគឺខ្ញុំចង់ចែកម្លែកប៉ុណ្ណឹងទេបើសិនអ្នកគ្នាមានជាចម្ងល់អីអាច comment នៅក្នុងវីដេអូខាងក្រោមបានបាយបាយជួបគ្នានៅមេរៀនបន្ទាប់